ក្នុងរយៈពេលជាង1ទសវត្សរ៍ចុងក្រោយនេះវិស័យធនាគារនិងហិរញ្ញវត្ថុបាននឹងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ព្រមទាំងបានចូលរួមចំណែកក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនិងជំរុញកំណើនសេដ្ឋកិច្ចសង្គមទាំងទីក្រុងនិងជនបទការរីកចម្រើននេះបានរួមចំណែកពីកត្តាសុខសន្តិភាពស្ថិរភាពនយោបាយនិងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិការនេះបានបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការពង្រីកការគ្របដណ្ដប់សេវាហិរញ្ញវត្ថុរបស់ខ្លួនឲ្យគៀកទៅនឹងប្រជាជននៅតាមទីជនបទតាមរយៈការពង្រីកនិងបង្កើនទីស្នាក់ការនិងសាខាការិយាល័យប្រតិបត្តិការនៅក្នុងស្រុកនៃខេត្តនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាបើយោងតាមរបាយការណ៍ស្ដីអំពីស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ2024ដែលចេញផ្សាយដោយក្រុមហ៊ុន Credit Bureau Cambodia Co Ltd ហៅកាត់ថា CBC បានឲ្យដឹងថាសមតុល្យឥណទានផ្លូវការនៅកម្ពុជាមានចំនួនសរុបជិត$60 ប៊ីលានដែលមានប្រជាជនប្រើប្រាស់ចំនួនជាង5លាននាក់នៅក្នុង25រាជធានីខេត្តទន្ទឹមនឹងការរីកលូតលាស់នៃវិស័យហិរញ្ញវត្ថុផ្លូវការគេសង្កេតឃើញដែរថាកម្ចីក្រៅផ្លូវការឬកម្ចីតាមអនឡាញបាននឹងកំពុងរីកសុសសាយស្ទើរគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាសកម្មភាពកម្ចីក្រៅផ្លូវការទាំងនោះរួមមានកម្ចីពីហាងបញ្ចាំកម្ចីក្រៅផ្លូវការពីទីផ្សារសេវាឥណទានតាមរយៈទូរស័ព្ទបណ្ដាញសង្គមនិងអនឡាញនានាកម្ចីក្រៅផ្លូវការដែលផ្ដល់ដោយជនជាតិចិននិងកម្ចីក្រៅផ្លូវការដែលផ្ដល់ដោយជនជាតិឥណ្ឌាជាដើមដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវជាពិសេសពីធនាគារជាតិនៃកម្ពុជាការនេះបានធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំនិងបានបង្កផលលំបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជាបាទជារួមកម្ចីក្រៅផ្លូវការនេះមានប្រភពនៅប្រទេសខ្មែរយើងមើលគិតថាពេលច្បាស់លាស់មកវាដឹងច្បាស់លាស់ពេលណាតែតាំងពីដើមឡើយណាក៏ប៉ុន្តែកាលពីដើមឡើយប្រជាជនយើងមិននិយាយមែនទែនទៅគាត់ខ្ចីរបៀបអនុគ្រោះគ្នាទៅវិញទៅមកដូចជាឪពុកម្ដាយឲ្យកូនខ្ចីបងប្អូនអញ្ចឹងខ្ចីទៅខ្ចីមកហើយពេលខ្លះទៀតក៏គេលេងតុងទីនដែរដោយសារកាលសម័យនោះមនុស្សចូលចិត្តប្រមូលលុយពីគ្នាទៅវិញទៅមកដើម្បីទៅប្រកបអីមួយតែកាលពីសម័យវាអត់ទាន់ទំនើបមនុស្សស្មោះត្រង់ច្រើនហើយមនុស្សអត់សូវធ្វើដំណើរទៅឆ្ងាយក៏នៅសហគមន៍ណាក៏នៅទីនឹងរហូតចឹងទៅដល់ពេលគាត់លេងតុងទីនឬក៏គាត់ខ្ចីអីមិនមានបញ្ហាទេពីមុនមកប្រជាពលរដ្ឋនៅនេះភាគរយច្រើនគឺបងប្អូនសហគមន៍ជនជាតិដើមភាគតិចតែក្រោយមកយើងមានបងប្អូនជាពលរដ្ឋយើងមកពីខេត្តគ្រប់ចម្រុះចូលមករកស៊ីនេះតាមរយៈការពង្រីកវិសាលភាពមួយចំនួនអញ្ចឹងយើងឃើញថាវិស័យធនាគារមិនសូវជាសម្បូរបែបដូចឥឡូវទេអញ្ចឹងការប្រភពទុនរបស់គាត់ភាគច្រើនគឺរត់រកកម្ចីក្រៅផ្លូវការងាយខ្ចីតែការប្រាក់ខ្ពស់បាទហើយការខ្ចីក្រៅប្រព័ន្ធផ្លូវការគេអត់មានខ្វល់អីច្រើនទេឲ្យតែអ្នកឯងខ្ចីឲ្យតែឲ្យការប្រាក់គេឲ្យហើយបាទអញ្ចឹងអត្រានៃការរីកចម្រើននៃអាជីវកម្មគាត់មានកម្រិតការដែលគាត់ចង់បានកម្ចីក្រៅផ្លូវការមានន័យថាគាត់មានការស្ទះសាច់ប្រាក់ព្រាមហើយគាត់គេហៅថាមុខងល់នឹងបញ្ហាអីមួយដែលអាចទៅជារឿងអបាយមុខកម្ចីក្រៅផ្លូវការហ្នឹងវាប៉ះពាល់ធ្ងន់ធ្ងរណាស់អ្នកឲ្យខ្ចីហ្នឹងគឺគាត់យកការប្រាក់ហ្នឹងហួសប្រកគាត់ហើយខ្ញុំឃើញគេនិយាយលេងគាត់ថាខ្ចី1000បាន600អញ្ចឹងអាចំនួនដែលគាត់បានហ្នឹងវាតិចជាងនឹងមែនទែនយើងមើលបើគិតពីសម្រាប់ភាសាធនាគារគេហៅការប្រាក់ប្រសិទ្ធភាពវាថ្លៃមហាសែនថ្លៃក្រៅមកទៀតនៅពេលដែលបង់ផ្ដាច់ហ្នឹងក៏ពីនៃនឹងដល់កហើយចំនួនដែលបានហ្នឹងឧទាហរណ៍ថាបានតែ600បានតែ1000តែគេគិតការប្រាក់មិនគិតលើ600ដែលយើងបានទេគេគិតទៅលើ1000ដែលយើងបានគេគិតទៅលើ2000ដែលយើងខ្ចីនោះណាកាលណាការប្រាក់ប្រសិទ្ធភាពវាខ្ពស់ហួសប្រមាណឧទាហរណ៍តឡើងដល់30% 50% អញ្ចឹងទៅធ្វើឲ្យអ្នកខ្ចីហ្នឹងមុននឹងក្រោយឧទាហរណ៍ថាគាត់ខ្ចីភ្លាមអត់ទាន់ខូចភ្លាមទេក៏ប៉ុន្តែគាត់ខ្ចីយូរឆ្នាំបាត់ចាប់ដើមប៉ះពាល់ដល់ពេលប៉ះពាល់ម្ដងតិចធ្វើឲ្យវិបត្តិហ្នឹងកាន់តែធ្ងន់ធ្ងរជួនកាលទៅលក់ដីសងគេសងអត់គ្រប់ផងណាហើយបើសិនបើយើងមកខ្ចីប្រព័ន្ធខាងផ្លូវការគេគឺត្រឹមត្រូវឧទាហរណ៍ថាខ្ចីយើងទៅជ័យចុះការប្រាក់អស់ថ្លៃ8 10អញ្ចឹងគេបញ្យល់ប្រាប់ច្បាស់ណាខ្ចី 18% ខ្ចី 3000 បាន 3000 ខ្ចី 5000 បាន 5000 ខ្ចី 30000 បាន 30000ហើយការប្រាក់បើថា 18% គឺ 18% 10% គឺ 10% 5% 5%ខ្ចី3ឆ្នាំបាន3ឆ្នាំហើយបើថាចង់អងផ្ដាច់មុនធ្វើម៉េចជូនដំណឹងមុនលាអក្សរអីលក្ខខណ្ឌណាអញ្ចឹងជាទូទៅអ្នកខ្ចីផ្លូវការគឺគាត់មានលក្ខខណ្ឌច្បាស់លាស់តម្លាភាពហើយអ្នកខ្ចីក្រៅផ្លូវការគឺលក្ខខណ្ឌមួយចំនួនគឺគេលាក់បំបាំង
អញ្ចឹងបើសិនបើយើងចង់តែខ្ចីឲ្យខ្ចីក្រៅផ្លូវការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរខ្លាំងមែនទែនជារួមណាដល់ជីវភាពគាត់មួយដល់ក្រុមគ្រួសារគាត់ដល់សហគមន៍គាត់និងដល់សង្គមជាតិទាំងមូលដូចខ្ញុំអាសាទៅជែកថាបំណុលវ៉ាន់ក៏មិនមែនដោយសារធនាគារផ្លូវការនេះឲ្យទេណាធនាគារផ្លូវការគេឆែកណាដល់ពេលដែលគាត់ខ្ចីផ្លូវការគេទៅឆែក CBC មើលឆែក CBC មើលឃើញគាត់ជាពាក់ណាជាពាក់អូខាងនេះ 5,000 ខាងនេះ 5,000 អូ10000ជាពាក់10000នេះចឹងធនាគារផ្លូវការគេអត់ឲ្យទៀតទេដោយសារលទ្ធភាពគាត់បានត្រឹមតែ10000គេឈប់ឲ្យគាត់ទៀតហើយគេគិតថាបើឲ្យលើសហ្នឹងទៅវាคล้ายទៅជាបំណុលវ៉ាន់ក៏ចឹងគេឈប់ឲ្យអញ្ចឹងដើម្បីគេឈប់ឲ្យគាត់ថាធនាគារតឹងម៉េះគេខ្ចីមិនគេបង់ការប្រាក់ឲ្យគាត់រត់ទៅខ្ចីឯកជនថែម 5000 លើបំណុលឯកជនទៀតคล้ายជាបំណុលវ៉ាន់ក៏ហើយកាលណាសងអត់គ្រប់សងអត់ទាន់ចំណូលអត់គ្រប់មិនទៅរត់តទៀតជួនកាលលក់ដីជួនកាលលក់ផ្ទះជួនកាលលក់ទ្រព្យសម្បត្តិអីផ្សេងសងអស់អាហ្នឹងនៅតែអត់គ្រប់ទៀតคล้ายទៅជាបំណុលហ្នឹងវាលើសទ្រព្យសម្បត្តិមាននឹងភាសាបច្ចេកទេសគេថាបំណុលហ្នឹងវាវ៉ាន់កបាទអញ្ចឹងវាទៅអត់រួចកាលណាបំណុលវ៉ាន់កមនុស្សហ្នឹងវាអស់សង្ឃឹមនឹងរស់ស៊ីធ្វើអីក៏មិនកើតជួនកាលរត់ចោលស្រុករត់អីណាកាលណាកើតអារឿងអញ្ចឹងច្រើនទៅវាប៉ះពាល់ដល់សេដ្ឋកិច្ចមិនប៉ះពាល់តែសហគមន៍ទាំងនោះសហគមន៍ហ្នឹងក៏ប៉ះពាល់សេដ្ឋកិច្ចទូទាំងប្រទេសក៏ប៉ះពាល់ដែរកម្ចីក្រៅផ្លូវការនេះខ្ញុំអត់សូវដឹងច្រើនទេប៉ុន្តែខ្ញុំឃើញថាអ្នកភូមិនឹងខ្លះដោយសារការគាត់រត់កម្ចីវាក្រៅផ្លូវការហ្នឹងគឺធ្វើឲ្យការសងត្រឡប់មកវិញគាត់ពិបាករឿងការអត្រាការប្រាក់ខ្ពស់ហ្នឹងអាស្រ័យទៅលើអ្នកហ៊ានកម្ចីដែរហ្នឹងតែហ៊ានហើយគឺពិបាកតិចហើយខ្ញុំធ្លាប់ឃើញដូចជាលុយឯកជនគេនេះមកលានគេគិត100000ក្នុងមួយខែគ្រូបើយើងយកទៅ10-20 លានគឺយើងទប់ទល់ក្នុងការហ្នឹងរੂអត់ទាន់ហើយរੂមិនចង់ទាន់ហើយទៅរំបងដើមមួយទៀតនឹងឆ្នាំណាខ្ញុំអាចនឹងលក់ដីស្រែចម្ការដែលយើងធ្លាប់បាននឹងឲ្យគេវិញហើយបានខ្ញុំដោះស្រាយបាន2-3នាក់ដែរហើយលោកគ្រូដោយសារការគេសងយឺតយ៉ាវនឹងពាក្យព័ន្ធនឹងការខ្ចីពីនេះផងពីខាងនោះផងអញ្ចឹងគេខ្ចីច្រើនស្ថាប័នអញ្ចឹងហើយជាពេលហ្នឹងគេសងអត់ទាន់ទៅការដោះស្រាយក៏ពិបាកដែរគ្រាន់ថាកត្រាគារគេចេះទុកពេលទុកឱកាសឲ្យយើងរੂបន្តឬក៏គេយើងស្នើពាក្យសុំថ្មីទៀតក៏គាត់ជាសមាជិកសន្តិនិការីគាត់ជួយអាជ្ញាកណ្ដាលជាទូទៅសមាគមយើងមានយុទ្ធនាការដោយដំបូងខ្ញុំទៅជែកណាសមាគមគាត់បញ្យល់សាធារណៈគាត់ធ្វើជាសភៅគាត់ធ្វើជាមេឌៀគាត់ទៅជែកអីផ្សេងគាត់ធ្វើក៏ហៅ workshop ទៀតណាសិក្ខាសាលាទៀតបញ្យល់ទាំងអស់គ្នាឲ្យយល់ថាមិនហៅអនុទានផ្លូវការមិនហៅអនុទានមិនផ្លូវការមិនផ្លូវការនឹងវាប៉ះពាល់អីខ្លះអញ្ចឹងបញ្យល់អស់ហើយតមកទៀតអាជ្ញាធរមូលដ្ឋានជួយមើលដែរនៅពេលដែលអ្នកដែលអត់មានអាជ្ញាប័ណ្ណពីធនាគារជាតិឬក៏អ្នកដែលខ្ចីនឹងវាហួសហេតុពេកឧទាហរណ៍ថាគាត់ទៅរកស៊ីទៅវាមហាសែនថ្លៃណាអញ្ចឹងគាត់មិនចេះមើលដែរព្រោះថាគាត់អត់មានច្បាប់អនុញ្ញាតទេគាត់អាចទៅផ្សព្វផ្សាយបាននេះកាលណាផ្សព្វផ្សាយខុសច្បាប់អញ្ចឹងអាជ្ញាធរមូលដ្ឋានបើឃើញគាត់អត់មានច្បាប់អនុញ្ញាតឲ្យគាត់ទៅផ្សព្វផ្សាយអញ្ចឹងខុសច្បាប់អាចប្តឹងមកគេចាត់វិធានការបានហើយអានឹងជួយគាត់មិនមែនតែសហគមន៍គាត់ទេណាគាត់ជួយប្រជាពលរដ្ឋក្នុងសហគមន៍គាត់នឹងដើម្បីការពារឲ្យគាត់នឹងកុំឲ្យទៅคล้ายទៅជាបំណុលវ៉ាន់កទាក់ទងកម្ចីរវាងភាគីកភាគីខកម្ចីលក្ខណៈឯកជនកម្ចីអីគឺយើងធ្វើការសម្របសម្រួលសងគ្នាដាច់ស្រេចនៅកម្រិតឃុំសម្របសម្រួលការប្រព័ន្ធតុលាការទៅបាទអត់អីទេដោយឡែកទាក់ទងរឿងកម្ចីជាមួយធនាគារគឺយើងព្យាយាមធ្វើការដោះស្រាយសម្រាប់សម្រួលឲ្យប្រជាពលរដ្ឋហ្នឹងតាមលទ្ធភាពប៉ុន្តែករណីខ្លះគឺគាត់មកដល់ពេលនេះអ្នកខ្លះគឺគាត់មិនទាន់មានលទ្ធភាពក្នុងការសងអីគ្រប់គ្រាន់នៅឡើយពេលខ្លះអាចនឹងកិច្ចវេះក្នុងការសម្របសម្រួលក៏មានដែរគំនិតខ្ញុំគួរតែមានការជាលក្ខណៈតាមវិទ្យុតាមទូរទស្សន៍តាមខិត្តប័ណ្ណនិងភ្នាក់ងារផ្ដល់អនុទានអាណត្តិខ្ញុំនេះចាប់ពី2022មកដល់2025ខ្ញុំឃើញម្ដងគាត់មានធនាគារមួយគាត់ចុះផ្សព្វផ្សាយនៅភូមិមួយតែប៉ុណ្្នឹងឯងផ្ដាំផ្ញើដល់បងប្អូនយើងទាំងអស់គ្នាជៀសវាងឲ្យបានខ្ចីក្រៅផ្លូវការហ្នឹងណាតែមិនមែនហាមថាមិនឲ្យខ្ចីពីឪពុកម្ដាយបងប្អូនសាច់ញាតិយើងដែលគាត់ត្រូវការជួយយើងអានឹងអូខេយើងខ្ចីចោះណា
តែបើយើងទៅខ្ចីលុយចិនខ្ចីលុយឥណ្ឌាខ្ចីលុយអីផ្សេងដែលបំណុលនឹងវ៉ាន់កកុំអីណាអញ្ចឹងបើសារមានស្ថានភាពបែបហ្នឹងគួរតែកុំខ្ចីណាកុំគិតអីស្រួលៗណាគាត់ថាថ្ងៃអនាគតស្រួលអត់ស្រួលចឹងកាលណាកាន់តែខ្ចីហើយមានបំណុលហើយដូចមានស្អីនៅលើស្មាយើងមិនទុកយើងរហូតកាលណាមានបំណុលហើយវាមិនមែនមិនទុកជួយយើងមិនទុកឲ្យយើងបាទគេហៅថាយើងមានអារម្មណ៍អត់ស្ងប់ក្នុងចិត្តយើងទៅរកស៊ីក៏យើងអត់ស្ងប់ដែរយើងទៅធ្វើការក៏យើងអត់ស្ងប់ដែរអញ្ចឹងជិះឲ្យបានអាបំណុលក្រៅប្រព័ន្ធហ្នឹងហើយជិះឲ្យបានអាបំណុលដែលការប្រាក់កប់ហ្នឹងជិះឲ្យបានបំណុលចិនបំណុលអនឡាញស្រួលប្រកាសស្រួលលក្ខខណ្ឌស្រួលណាហើយជិះឲ្យបានផុតបំណុលដែលគេឲ្យតែគេប្រកាសអនឡាញទាំងអស់ឲ្យតែបំណុលណាក៏ដោយតែប្រកាសអនឡាញអត់មានទេអត់មានរឿងស្រួលចឹងទេណាហាមដាច់ខាតមកអាហ្នឹងបើលើកទឹកចិត្តថាគុំឲ្យសោះគឺគុំអាហ្នឹងដូចថ្នាំញៀនតែប៉ះទៅគឺជាប់ហើយតែខ្ចីតែ1000ហ្នឹងក៏ជាប់ដែរណា1000ហ្នឹងហីសើយមួយឆ្នាំក្រោយមក4000ណា3000ណាតែឡូគឺជាប់ហើយណាអញ្ចឹងបើយើងកិច្ចបានកិច្ចទៅគុំឲ្យសោះហ្នឹងហើយបើមានត្រូវការខ្ចីមកលុយខាងស្ថាប័នដែលមានផ្លូវការត្រឹមត្រូវហើយមុននឹងខ្ចីគេគិតឲ្យច្បាស់ថាខ្ចីយកធ្វើអីកុំចេះតែចង់ណាខ្ចីយកធ្វើអីខ្ចីយកទៅរកទទួលទានហើយបើគិតការប្រាក់ហ្នឹងគេយកប្រហែល 10% តែយើងរកទទួលទានចំណេញលើ 10% អត់បើចំណេញអត់គ្រប់ 10% កុំអីណាមិនបាច់ទេយើងសុខចិត្តមានអ្វីយើងហូបនឹងធម្មតាអញ្ចឹងយើងអាចសុខហើយយើងអត់មានបញ្ហាបំណុលវ៉ាន់កទេ